គោលបំណងពិតនៃជីវិតមនុស្សគឺជាអំណោយដ៏មានតម្លៃបំផុតដែលធម្មជាតិបានផ្ដល់ឲ្យមនុស្សមិនមែនកើតមករស់ដោយគ្មានន័យទេប៉ុន្តែកើតមកជាមួយនឹងសមត្ថភាពគិតពិចារណារៀនសូត្រនិងកែប្រែខ្លួនឯងដូច្នេះសំណួរគោលបំណងពិតនៃជីវិតជាអ្វីនេះគឺជាសំណួរដែលជំរុញឲ្យមនុស្សស្វែងរកអត្ថន័យនៃការរស់នៅនិងទិសដៅជីវិតរបស់ខ្លួន 1. ជីវិតនិងការស្វែងរកអត្ថន័យមនុស្សខុសពីសត្វព្រោះមនុស្សអាចសួរខ្លួនឯងថាខ្ញុំរស់ដើម្បីអ្វីជីវិតមិនមែនមានតម្លៃត្រឹមតែការរស់រៀនមានជីវិតការញ៉ាំអាហារឬការរកប្រាក់ប៉ុណ្ណោះទេប្រាក់កិត្តិយសនិងអំណាចគ្រាន់ជាឧបករណ៍មិនមែនគោលបំណងចុងក្រោយឡើយមនុស្សជាច្រើនមានទ្រព្យសម្បត្តិច្រើនប៉ុន្តែមានអារម្មណ៍ទទេនិងគ្មានសេចក្តីសុខនៅក្នុងចិត្តនេះបង្ហាញថាគោលបំណងពិតនៃជីវិតគឺជាអ្វីមួយដែលជ្រាលជ្រៅជាងវត្ថុបរិភោគគោលបំណងពិតគឺជាការរស់នៅដោយដឹងថាអ្វីដែលយើងធ្វើមានន័យនិងមានតម្លៃទាំងចំពោះខ្លួនឯងនិងអ្នកដទៃ 2. គោលបំណងជីវិតនិងការអភិវឌ្ឍខ្លួនឯងជីវិតមនុស្សគឺជាដំណើរនៃការរៀននិងការកែប្រែខ្លួនឯងគោលបំណងសំខាន់មួយនៃជីវិតគឺការអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរទាំងផ្លូវចិត្តបញ្ញានិងសីលធម៌មនុស្សមិនកើតមកល្អឥតខ្ចោះទេប៉ុន្តែអាចក្លាយទៅជាមនុស្សល្អតាមរយៈការប្រឹងប្រែងការអភិវឌ្ឍខ្លួនមិនមែនមានន័យថាក្លាយទៅជាមនុស្សល្អជាងអ្នកដទៃទេប៉ុន្តែជាការក្លាយទៅជាមនុស្សដែលល្អជាងខ្លួនឯងកាលពីម្សិលមិញនេះហើយជាគោលបំណងដែលធ្វើឲ្យជីវិតមានការរីកចម្រើននិងមិនជាប់គាំង 3. គោលបំណងជីវិតតាមពុទ្ធសាសនាតាមពុទ្ធសាសនាជីវិតពោរពេញទៅដោយទុក្ខដែលកើតឡើងពីតណ្ហានិងអវិជ្ជាដូច្នេះគោលបំណងពិតនៃជីវិតមិនមែនស្វែងរកសេចក្តីសុខខាងក្រៅប៉ុណ្ណោះទេប៉ុន្តែជាការយល់ដឹងអំពីធម្មជាតិពិតនៃជីវិតពុទ្ធសាសនាបង្រៀនឲ្យមនុស្សមានសីលធម៌ដើម្បីគ្រប់គ្រងអាកប្បកិរិយាមានសមាធិដើម្បីស្ងប់ចិត្តមានប្រាជ្ញាដើម្បីយល់ឃើញសេចក្តីពិតគោលបំណងចុងក្រោយគឺជាការរំដោះចិត្តចេញពីសេចក្តីទុក្ខនិងការចងក្រងទាំងឡាយនេះជាជីវិតដែលមានសេរីភាពផ្លូវចិត្តនិងសេចក្តីសុខយ៉ាងជ្រាលជ្រៅ 4. គោលបំណងជីវិតនិងការរស់នៅជាមួយអ្នកដទៃមនុស្សជាសត្វសង្គមជីវិតមិនអាចមានន័យពេញលេញបានប្រសិនបើយើងរស់នៅសម្រាប់តែខ្លួនឯងគោលបំណងមួយដ៏សំខាន់នៃជីវិតគឺការរួមចំណែកនិងការបង្កើតប្រយោជន៍ដល់អ្នកដទៃការជួយគេការចែករំលែកការអភ័យទោសនិងការយល់ចិត្តគ្នាធ្វើឲ្យសង្គមមានសន្តិភាពនិងធ្វើឲ្យចិត្តយើងផ្ទាល់មានសេចក្តីសុខជីវិតដែលមានតម្លៃគឺជាជីវិតដែលទុកស្នាមល្អៗនៅក្នុងចិត្តអ្នកដទៃបន្ទាប់មកយើងចាកចេញទៅ 5. គោលបំណងជីវិតនិងការទទួលស្គាល់ភាពមិនថេរជីវិតគ្មានអ្វីថេរឡើយសេចក្តីសុខក្តីទុក្ខជោគជ័យនិងបរាជ័យសុទ្ធតែប្ដូរទៅតាមពេលវេលាការយល់ដឹងអំពីភាពមិនថេរនេះធ្វើឲ្យមនុស្សរស់នៅដោយមិនប្រកាន់ខ្លាំងមិនអួតអាងពេលជោគជ័យនិងមិនអស់សង្ឃឹមពេលបរាជ័យគោលបំណងពិតនៃជីវិតគឺជាការរស់នៅជាមួយនឹងការប្រែប្រួលដោយមានសតិនិងមានប្រាជ្ញាសរុបរួមមកគោលបំណងពិតនៃជីវិតមិនមែនជារឿងតែមួយឬរូបមន្តថេរឡើយប៉ុន្តែអាចយល់បានថាជីវិតមានគោលបំណងនៅក្នុងការដឹងខ្លួនអភិវឌ្ឍខ្លួនឯងបង្កើតតម្លៃនិងការរស់នៅដោយចិត្តល្អដើម្បីកាត់បន្ថយទុក្ខនិងបង្កើនសេចក្តីសុខដល់ខ្លួនឯងនិងសង្គម